បាទអញ្ចឹងនេះជាការចន្ទីបាទដែលគាត់យកជីនឹងឆ្នាំខាងខ្ញុំយកមកប្រើណាបាទបងប្រុសពោះបាទតំបន់នេះគឺចំការស្ដាច់តំបន់ចំការស្ដាច់នៅស្រុកសន្ទុកបាទខេត្តកំពង់ធំបាទនេះគឺជាសកម្មភាពបាទកម្មករប្រកបពងបាញ់បាទនោះបងប្រុសបាទបងប្រុសគាត់អ្នកបើគោយន្តផងគាត់អ្នកម្ចាស់ឆ្កាបាទបងប្រុសបាទសកម្មភាពបាទអញ្ចឹងការបាញ់នេះគឺយើងបាញ់ដើម្បីសន្សំអាហារផងនិងការពារសត្វល្អិតផងបាទតែពេលដែលយើងបាញ់ទៅគឺវាត្រួយទីវាមិនចេញត្រួយមកដល់ស្វ័យប្រវត្តិដែរបាទមានសត្វល្អិតនេះជាការគាត់ណាបាទនេះគាត់ប្រើជាលើកដំបូងរបស់ជីថ្នាំខាងខ្ញុំណាបាទប្រើជាលើកដំបូងបាទបងមើលណានេះចិត្តគាត់លាយជាមួយសត្វល្អិតបាទហើយយើងដាក់បំពន់ចូលក្នុងនឹងដែរចឹងដល់ខែ10នេះហើយសំខាន់ណាបងប្អូនបាទបើសិនជាចការបងប្អូនអត់ទាន់បាញ់ជីចូលទេបងប្អូនឆ្លៀតបាញ់ចូលបើបងប្អូនអត់ឆ្លៀតបាញ់ចូលទេបងប្អូនពន្យាពេលតំណាំបងប្អូនអាហារវាអត់មានគ្រប់កាលណាអាហារវាអត់មានគ្រប់បងប្អូនចង់ឲ្យចេញត្រួយបងប្អូនចង់ឲ្យចេញផ្កាបងប្អូនចង់ឲ្យកាន់ផ្កាកាន់ក្តឹបវាជារឿងមួយអត់អាចទៅរួចពីព្រោះវាកង្វះអាហារតំណាំចន្ទីវាត្រូវអាការអាហារដើម្បីទ្រទ្រង់ខ្លួនវាឲ្យរស់ផងដើម្បីបង្កាត់ពូជវាឲ្យចេញផ្លែផ្កាផងដល់តែវាអត់មានអាហារអត់គ្រប់តើឲ្យវារស់នៅចេញផ្កាចេញផ្លែមកមុនគេដោយរបៀបណាឥឡូវបងប្អូនសាកគិតមើលបើសិនជាបងប្អូនអត់មានកម្លាំងបងប្អូនទៅធ្វើការនេះបាទហើយចូលដល់ខែ11 12នេះគឺវាត្រូវធ្វើការធ្ងន់ណាស់បាទតំណាំចន្ទីគឺត្រូវការធ្វើការងារធ្ងន់មែនទែនបាទធ្ងន់ដោយសារអីត្រៀមខ្លួនក្នុងការចេញផ្កាចេញផ្លែមកបាទដើម្បីបន្តពូជពងរបស់វាបាទដែលយើងយកប្រយោជន៍ពីវាតាមរយៈទិន្នផលផ្លែហ្នឹងបាទដល់ទៅពេលវាមានអាហារអត់គ្រប់អញ្ចឹងបងថាវាអាចចេញមកមុនគេបានអញ្ចឹងយើងត្រូវបង្ខំចិត្តក្នុងការជំរុះបាទហើយពេលដែលជំរុះបាទបញ្ហាច្រើនណាស់បាទនិយាយរឿងជំរុះនេះបញ្ហាច្រើនអញ្ចឹងមកខ្ញុំអត់និយាយទេបាទពេករបស់ខ្ញុំអត់និយាយរឿងជំរុះទេបាទអ្នកដែលធ្វើចន្ទីនៅការជំរុះនៅអីបានន័យថាវាអត់ត្រូវបងប្អូនវាអត់ត្រូវជាមួយពូជតំណាំចន្ទីនេះបាទបើយើងនិយាយរឿងជំរុះរឿងអីទៀតវាអត់ចាំបាច់បាទវាមិនចាំបាច់បាទពីព្រោះមិញនេះខ្ញុំបានជួបជាមួយបងមួយដែលគាត់និយាយពីការជំរុះបាទប៉ះពាល់ខ្លាំងណាស់បាទប៉ះពាល់អញ្ចឹងបានពេករបស់ខ្ញុំអត់និយាយរឿងជំរុះទេបាទតែផលគឺដឹងតែយកមកគឺខ្ពស់ហើយ